កម្ពុជាពិតក្នុងយុគសម័យ COVID-19 ពាក្យចាស់ពោលថាឲ្យតែខ្លួនឈរត្រង់ស្រមោលក៏ត្រង់ដែរយ៉ាងណាមិញប្រវត្តិសាស្ត្រពិភពលោកក៏បានបង្ហាញថាមានកាលៈទេសៈពិសេសមួយចំនួនដែលគេអាចកំណត់បានអំពីសមត្ថភាពឆ្លៀសវៃចំណុចខ្លាំងនិងចំណុចខ្សោយរបស់មនុស្សម្នាក់ឬរបស់ប្រទេសមួយដែរវិបត្តិ COVID-19 ត្រូវបានមនុស្សនៅទូទាំងពិភពលោកចាត់ទុកថាជាកាលៈទេសៈដ៏ពិសេសបំផុតមួយចំណុចគ្រោះថ្នាក់បំផុតរបស់ COVID-19 ដែលមានលក្ខណៈពិសេសខុសពីជំងឺផ្សេងទៀតនោះគឺវាជាជំងឺឆ្លងដ៏កាចសាហាវនិងឆ្លងលឿនបំផុតដែលមិនធ្លាប់មានពីមុនមកហើយវាបានវាយលុកព្រមគ្នាទៅលើគ្រប់ទ្វីបនិងគ្រប់ប្រទេសតែមួយពព្រិចភ្នែកដោយមិនទុកឲ្យប្រទេសណាមានឱកាសទប់ទល់ច្រើនជាងប្រទេសណាឡើយមិនថាប្រទេសនោះជាប្រទេសមានប្រទេសក្រប្រទេសតូចឬប្រទេសធំនោះឡើយ COVID-19 បានវាយលុកដោយឥតរើសមុខនិងឥតត្រាប្រណីក្នុងនោះចិនជាប្រទេសទី1ដែលជំងឺនេះបានវាយលុកមុនគេប៉ុន្តែទោះជាយ៉ាងនេះក៏ដោយក៏ទំហំនៃការខូចខាតខាងសុខាភិបាលសេដ្ឋកិច្ចនិងសង្គមមានលក្ខណៈខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតដែរប្រទេសខ្លះរងគ្រោះធ្ងន់ធ្ងរខ្លាំងប្រទេសខ្លះរងគ្រោះមធ្យមនិងប្រទេសខ្លះរងគ្រោះតិចតួចការវាយលុកព្រមគ្នានិងស្មើភាពគ្នាប៉ុន្តែលទ្ធផលនៃការខូចខាតមិនដូចគ្នាពីប្រទេសមួយទៅប្រទេសមួយគឺអាស្រ័យទៅលើសមត្ថភាពនិងភាពឆ្លៀសវៃរបស់អ្នកដឹកនាំនៃប្រទេសនីមួយៗក្នុងការទប់ទល់ជាមួយមេរោគដ៏សាហាវនេះជាក់ស្ដែងកម្ពុជាជាប្រទេសតូចមួយដែលកំពុងខិតខំងើបចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដែលខឿនសេដ្ឋកិច្ចជាតិនិងប្រព័ន្ធសុខាភិបាលក៏ដូចជាធនធានមនុស្សទើបតែត្រូវបានស្ដារឡើងវិញពីចំណុច0និងនៅមិនទាន់មានភាពរឹងមាំដោយប្រទេសជឿនលឿននៅឡើយប៉ុន្តែប្រទេសមួយនេះក៏បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងកោតស្ញប់ស្ញែងអំពីសមត្ថភាពក្នុងការទប់ទល់ជាមួយជំងឺ COVID-19 និងសមត្ថភាពក្នុងការចូលរួមដោះស្រាយវិបត្តិមនុស្សធម៌សកលក៏ដូចជាការបង្ហាញនៅភាពជាគំរូក្នុងការដើរតួនាទីជានិមិត្តរូបនៃសាមគ្គីភាពជាអន្តរជាតិដើម្បីទប់ទល់នឹងវិបត្តិ COVID-19 នៅក្នុងពិភពលោកដូច្នេះគេពិតជាអាចនិយាយបានថាវិបត្តិ COVID-19 គឺជាវិញ្ញាសាដើម្បីវាស់ស្ទង់អំពីសមត្ថភាពនិងភាពប៉ិនប្រសប់របស់អ្នកដឹកនាំនៅក្នុងពិភពលោកដើម្បីឆ្លុះបញ្ចាំងអំពីវិញ្ញាសានេះយើងគួរគប្បីពិនិត្យមើលចំណុចសំខាន់មួយចំនួនដូចតទៅនេះទី1អំពីស្ថានភាពពិតផ្នែកសុខាភិបាលខណៈពេលដែលបណ្ដាប្រទេសជឿនលឿនជាច្រើនក្នុងលោកក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់មានអ្នកឆ្លង COVID-19 និងមានអ្នកស្លាប់រាប់សែនរាប់ម៉ឺនឬរាប់ពាន់នាក់កម្ពុជាមានអ្នកឆ្លងត្រឹមជាង100នាក់ក្នុងនោះភាគច្រើនគឺជាជនបរទេសហើយស្ទើរតែគ្រប់ករណីទាំងអស់គឺជាករណីនាំចូលពីក្រៅប្រទេសគ្មានឡើយការឆ្លងរាលដាលក្នុងសហគមន៍ហើយក៏គ្មានអ្នកណាម្នាក់បានស្លាប់នោះដែរក្នុងចំណោមអ្នកឆ្លងទាំងអស់សុទ្ធតែត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញស្ទើរ 100% ហេតុអ្វីបានជាកម្ពុជាអាចទប់ទល់បានយ៉ាងល្អជាមួយជំងឺកាចសាហាវនេះខាងក្រោមនេះគឺជាមូលហេតុសំខាន់មួយចំនួនដែលបញ្ជាក់អំពីចំណុចខ្លាំងរបស់កម្ពុជាក្នុងការចាត់ចែងវិស័យសុខាភិបាលគ្រាន់តែបានដឹងពីការផ្ទុះឡើងនៃជំងឺនេះក្នុងទីក្រុងវូហាន
ខេត្តហូប៉ៃប្រទេសចិនភ្លាមសម្ដេចតេជោហ៊ុនសែនប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្ទាន់ដោយបានបែងចែកជាដំណាក់កាលទី1គឺការទប់ស្កាត់នៅភាពជ្រួលច្របល់ភ័យខ្លាចនៅក្នុងប្រទេសដែលអាចកើតឡើងដោយសារការភ័យខ្លាចពីព្រោះភាពជ្រួលច្របល់និងតក់ស្លុតនេះប្រសិនបើវាកើតមានមែននោះគឺវាមានគ្រោះថ្នាក់ជាងជំងឺ COVID-19 ទៅទៀតជំងឺពិតប្រាកដដែលបានកើតក្នុងរយៈពេលកន្លងទៅរហូតមកដល់ពេលនេះគឺជំងឺភ័យខ្លាចហួសហេតុដែលវាហួសពីការពិតដំណាក់កាលទី2គឺការបំផុសឲ្យពលរដ្ឋប្រុងប្រយ័ត្នដោយនាំគ្នាពាក់ម៉ាស់និងលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូជែលឬអាល់កុលលាងដៃទន្ទឹមនឹងនោះត្រូវរក្សាគម្លាតសុវត្ថិភាពជៀសវាងការចាប់ដៃគ្នាហើយប្រើវប្បធម៌សំពះជំនួសវិញដំណាក់កាលទី3គឺការបិទក្លឹបកម្សាន្តខារ៉ាអូខេហាងម៉ាស្សាសារមន្ទីរនិងសាលារៀនព្រមទាំងពិធីជួបជុំផ្នែកសាសនាមួយរយៈចំណែកឯការចេញចូលរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិត្រូវបានត្រួតពិនិត្យបានយ៉ាងល្អទន្ទឹមនឹងនោះការត្រៀមលក្ខណៈទុកជាមុនក៏ត្រូវបានធ្វើយ៉ាងម៉ត់ចត់ដោយជាការត្រៀមសន្តាគារឬសាលារៀនសម្រាប់ផ្ទុកអ្នកជំងឺត្រៀមគ្រូពេទ្យនិងសម្ភារៈចាំបាច់នានាដើម្បីឆ្លើយតបក្នុងករណីដែលមានអ្នកឆ្លងច្រើនភាពម៉ត់ចត់ឆ្លៀសវៃនិងការត្រៀមលក្ខណៈរួចរាល់ជាមុនគួបផ្សំជាមួយនឹងភាពមានវិន័យនិងការស្ដាប់ការណែនាំរបស់អាជ្ញាធរពីសំណាក់ពលរដ្ឋគឺជាកត្តាកំណត់ជោគជ័យនៃការគ្រប់គ្រង COVID-19 នៅកម្ពុជាដែលធ្វើឲ្យអ្នកឆ្លងតិចហើយជាសះស្បើយឡើងវិញនិងគ្មានអ្នកស្លាប់នោះឡើយទី2ស្ថានភាពពិតនៃជីវភាពសង្គមក្នុងអំឡុងនៃវិបត្តិ COVID-19 កម្ពុជាមិនបានបិទប្រទេសនោះឡើយហើយប្រជាពលរដ្ឋទូទៅនៅតែអាចបន្តប្រកបការងារនិងរបរទទួលទានបានជាធម្មតាលើកលែងតែការងារឬមុខរបរមួយចំនួនតូចដែលរងផលប៉ះពាល់ដោយសារវិធានការបង្ការឆ្លងរាលដាលនៃ COVID-19 មួយរយៈក្រោយពីទប់ស្កាត់ការឆ្លងរាលដាលនិងបានព្យាបាលអ្នកជំងឺ COVID-19 ឲ្យជាសះស្បើយ 100% សម្រាប់អ្នកឆ្លង122អ្នកដំបូងសកម្មភាពសង្គមក៏បានផ្ដើមមានដំណើរការជាប្រក្រតីឡើងវិញរមណីយដ្ឋានភោជនីយដ្ឋានសារមន្ទីរផ្សារទំនើបនិងហាងទំនិញផ្សេងៗក៏បានដំណើរការឡើងវិញក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ដើម្បីបង្ការកុំឲ្យឆ្លង COVID-19 ដងផ្លូវសាធារណៈចាប់ផ្ដើមកកស្ទះឡើងវិញខណៈពេលដែលទេសចរក្នុងស្រុកក៏មានសកម្មភាពឡើងវិញយ៉ាងសកម្មដែរទោះជាយ៉ាងនេះក៏ដោយក៏រាជរដ្ឋាភិបាលបានបញ្ចេញថវិការាប់រយលានដុល្លារដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រងាយរងគ្រោះជាពិសេសជនចាស់ជរាជនពិការនិងអ្នកផ្ទុកមេរោគអេដស៍ក្នុងពេលមានវិបត្តិ COVID-19 រាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង 100,000 លានរៀលឬប្រមាណ25 លានដុល្លារក្នុងមួយខែសម្រាប់ការបើកប្រល់នេះការដាក់ចេញនូវកម្មវិធីនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថារាជរដ្ឋាភិបាលបើហ៊ាននិយាយគឺហ៊ានធ្វើហើយធ្វើដោយម៉ត់ចត់ច្បាស់លាស់និងប្រុងប្រយ័ត្នបំផុតរាជរដ្ឋាភិបាលក៏មានគោលនយោបាយគាំពារវិស័យឯកជននិងការឧបត្ថម្ភសាច់ប្រាក់ដល់កម្មករកម្មការិនីក្នុងអំឡុងពេលដែលរោងចក្រមួយចំនួនត្រូវព្យួរការងារមួយរយៈដោយសារ COVID-19
គោលនយោបាយនេះបានធ្វើឲ្យពលរដ្ឋនិងអ្នកវិនិយោគទុនមានភាពកក់ក្ដៅក្នុងចិត្តយ៉ាងខ្លាំងនិងកាន់តែមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខទី3ស្ថានភាពពិតនៃសេដ្ឋកិច្ចកម្ពុជាទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីបរិយាកាសខាងក្រៅដូចជាវិស័យទេសចរណ៍និងវិស័យនាំចេញដោយសារតែប្រទេសជាច្រើនបានបិទប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តដំណើរការបានជាពិសេសការវិនិយោគរបស់រាជរដ្ឋាភិបាលដូចជាផ្លូវស្ពានប្រព័ន្ធធារាសាស្ត្រព្រលានយន្តហោះសាលារៀនមន្ទីរពេទ្យនិងការវិនិយោគរបស់វិស័យឯកជនលើគ្រប់វិស័យនឹងអាចទ្រទ្រង់ចំណាយរបស់ខ្លួនបានដដែល COVID មិនអាចសម្លាប់រដ្ឋាភិបាលហ៊ុនសែនបានទេឥឡូវនេះមន្ត្រីរាជការកងកម្លាំងប្រវត្តិទទួលបាននៅការឡើងបៀវត្សបើទោះបីជាមកដល់ខែមេសាត្រូវឡើងបៀវត្សមកតំណាក់ទៀតពេលនោះ COVID កំពុងតែវាយប្រហារចំណូលធ្លាក់ចុះក៏ប៉ុន្តែរដ្ឋាភិបាលរាជរដ្ឋាភិបាលនៅតែមានសមត្ថភាពដើម្បីនឹងតម្លើងបៀវត្សហើយបន្តបើកបៀវត្សក្នុងមួយខែបើក2ដងគ្រាន់តែផ្នែកគយមួយក៏យើងសម្រេចបាន$1,200 លានដែរវាគ្រាន់តែធ្លាក់ចុះក្នុងបរិមាណមួយក៏ប៉ុន្តែយើងមិនតាន់ដល់កម្រិតដែលអត់មានប្រាក់សាច់ប្រាក់បើកបៀវត្សទេរឿងកម្ពុជាខ្ញុំសូមបញ្ជាក់ថាមាយាទរបស់យើងគឺការសន្សំហើយសន្សំនេះទៀតសោតមិនមែនសន្សំទូលេខទេសន្សំសាច់លុយយើងសល់សាច់លុយជាង3,000 លានប្រហែលជា3,500 លានសូមបញ្ជាក់ជូនក្រុមហ៊ុននៅកម្ពុជាបច្ចុប្បន្ននេះមិនតាន់មានក្រុមហ៊ុនណាមួយប្រកាសខ្សែធនទេហើយប្រកាសអាសន្នអំពីការខ្វះទុនដែរទៅលើការវិនិយោគគម្រោងវិនិយោគនានាទាំងក្នុងវិស័យអចលនទ្រព្យនិងវិស័យផ្សេងទៀតនៅតែដំណើរការជាធម្មតាទាំងអស់ដោយឡែកការនាំចេញអង្ករនិងកសិផលផ្សេងបានកើនឡើងក្នុងអំឡុងពេល COVID-19 ដែលឆ្នាំនេះដោយសារ COVID បែរជាការនាំចេញអង្កររបស់យើងមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលមុននេះយើងនាំចេញបានប្រមាណជា40-50 តោនទេក្នុងមួយឆ្នាំឥឡូវឆ្នាំនេះអាចនឹងឈានដល់80,000 ឬលើសពីនេះអញ្ចឹងសូមបញ្ជាក់ថាបើទោះបីកម្ពុជាយ៉ាងម៉េចក៏ដោយតែកម្ពុជាមានចំណុចខ្លាំងមួយគឺនៅត្រង់ថារៀងរាល់ឆ្នាំយើងមានអតិរេកស្រូវប្រមាណ6 លានតោនហើយនោះរីឯការចិញ្ចឹមសត្វវារីវប្បកម្មនិងការដាំបន្លែផ្លែឈើក៏កាន់តែមានសន្ទុះគួរឲ្យកត់សម្គាល់ត្រង់ចំណុចនេះយើងគួរគូសបញ្ជាក់ផងដែរថាកម្ពុជាគឺជាប្រទេសកសិកម្មដែលវិស័យនេះមានសារៈសំខាន់ណាស់ក្នុងការទ្រទ្រង់ជីវភាពរបស់ពលរដ្ឋខ្មែរវិស័យកសិកម្មគឺជាស្នូលនិងបានផ្សារភ្ជាប់នឹងជីវិតពលរដ្ឋខ្មែរជាច្រើនជំនាន់មកហើយតាំងពីដូនតាមកហេតុដូច្នេះហើយបានជាកម្ពុជាមិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិ COVID-19 ដោយបណ្ដាប្រទេសឧស្សាហកម្មនោះឡើយចំណែកឯគម្រោងវិនិយោគធំដូចជាការសាងសង់ព្រលានយន្តហោះទាំង3នៅភ្នំពេញនៅខេត្តសៀមរាបនិងខេត្តព្រះសីហនុដែលមានទឹកប្រាក់វិនិយោគរាប់ពាន់លាន$ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងតូចទាំងធំដូចជាផ្លូវល្បឿនលឿនស្ពានឆ្លងកាត់ទន្លេផ្លូវតាមជនបទគម្រោងវិនិយោគនានាដែលជាផលប្រយោជន៍សាធារណៈលក្ខ
នៅតែដំណើរការតាមការគ្រោងទុករីឯអាជីវកម្មតូចធំគ្រប់ប្រភេទក៏កំពុងដំណើរការជាធម្មតាហាក់ដូចជាគ្មានអ្វីកើតឡើងឡើយសរុបមកវិញទាំងវិស័យសុខាភិបាលទាំងជីវភាពសង្គមនិងទាំងវិស័យសេដ្ឋកិច្ចរបស់កម្ពុជាក្នុងអំឡុងពេល COVID-19 នៅតែអាចឈរបានយ៉ាងរឹងមាំប្រជាពលរដ្ឋមានលំនឹងចិត្តនិងមានជំនឿចិត្តខ្ពស់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខទាំងអស់នេះគឺជាសក្ខីភាពដែលបង្ហាញពីកម្ពុជាពិតក្នុងយុគសម័យ COVID-19 គឺកម្ពុជាដែលបានឆ្លងកាត់វិញ្ញាសាសាកល្បងរបស់ COVID-19 ដោយទទួលបានលទ្ធផលគាប់ប្រសើរបើធៀបនឹងបណ្ដាប្រទេសជឿនលឿននៅលើលោកលទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យនោះឡើយប៉ុន្តែវាគឺជាផ្លែផ្កានៃភាពប៉ិនប្រសប់ស្គាល់កាលៈទេសៈនិងសំណុំនៃបញ្ហាព្រមទាំងការចាត់វិធានការត្រឹមត្រូវសមស្របតាមសភាពការជាក់ស្ដែងជាពិសេសគឺរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីដំណាក់កាលដំបូងក្នុងការបង្ការទប់ស្កាត់ក៏ដូចជាការរក្សាប្រក្រតីភាពនៃជីវភាពសង្គមនិងសេដ្ឋកិច្ចជាតិនិងប្រជាជនតែងតែធ្វើឡើងតាមជំហានដំរីយឺតតែច្បាស់នេះហើយជាកម្ពុជាពិតក្រោមការកាច់ចង្កូតនាវារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបរទេសបានផ្ដល់រហស្សនាមថាជាបុរសខ្លាំងរបស់កម្ពុជាសែនជឿជាងមុតមមព្រមបញ្ញាញាណកតេងបណ្ឌិតភាពឆ្លៀសវៃនឹងការប៉ិនប្រសពអភិវឌ្ឍលឿនគ្រប់វិស័យស្រឡាញ់អាណិនពេញចិត្តនឹងជឿជាងសម្ដេចតេជោហ៊ុនសែនស្រឡាញ់អាណិនពេញចិត្តជឿជាង